អានេះស្លឹកតយនៅអាមេរិកឯងបងមកប្រអប់គេនឹង$3ជាងភាគច្រើន$3ជាងហើយបត់ឡើងបត់ចុះស្លឹកគេប៉ុណ្ណឹងហើយអានេះគឺពោតប្រាំងនៅផ្សារវៀតណាមប៉ុន្តែនៅអាមេរិកគេមានផ្សារវៀតណាមភូមិយួនណាហើយនេះគឺតកួនទិញនៅផ្សារវៀតណាមដែរក៏ថ្លៃដែរតែស្រស់មិនមែនតកកអីណាខ្ចីដើមលង្វែងហើយស្រួយដល់កុលហើយថ្ងៃនេះសឡងមកជួគ្រឿងតកួនហើយស្លឹកតយនេះទិញមកកិនទឹកស្ដាយពណ៌ខៀវបានហើយក៏មិនមែនតកកដែរគឺខ្ចីហើយស្លឹកវាស្រស់ដែលយើងបេះភ្លាមណាហើយគេចងគេមកផ្អាប់គេកាន់ហ្នឹងគឺ$3ជាងហើយក៏ទិញអានេះមកថងមកពោតប្រាំងគឺសម្រាប់ញ៉ាំលេងក៏បានជួយសុខភាពញ៉ាំពេលព្រឹកញ៉ាំពេលណាក៏ល្អដែរហើយតកួននេះលាងហើយគឺសម្រាប់សឡំម្ជូរគ្រឿងសាច់គោអញ្ចឹងត្រូវការសឡំម្ជូរគ្រឿងសាច់គោក៏ទិញតកួនពីភូមិយួនភូមិវៀតណាមហ្នឹងយកដើម្បីមកធ្វើម្ហូបខ្មែរ